រឿងកសិករភ្ញាក់ខ្លួនពូព្រីងជាកសិករក្រីក្រម្នាក់នៅក្នុងភូមិដាច់ស្រយាលមួយគាត់ជាបុរសពោះម៉ាយមានកូន2នាក់ថ្ងៃមួយគាត់បានឃើញមេសារិកាកែវមួយកំពុងបញ្ចុកចំណីកូននៅលើដើមឈើក្បែរស្រែរបស់គាត់ដោយចង់ឲ្យកូនគាត់បានបរិភោគសាច់សត្វគាត់បានយកចំពាមកៅស៊ូមកបាញ់មេសារិកានោះស្លាប់ទៅគាត់យកសត្វនោះទៅធ្វើម្ហូបឲ្យកូនទទួលទានក្រោយមកកូនសារិកាយំសោករកមេឥតឈប់ឈរពូព្រីងអាណិតកូនសត្វខ្លាំងណាស់គាត់គិតថាគាត់មិនគួរសម្លាប់មេសារិកានោះសោះគាត់នឹងកូនបានឆ្ងាញ់មួយពេលធ្វើឲ្យកូនសត្វព្រាត់ប្រាសមេកំព្រាអស់មួយជីវិតតាំងពីពេលនោះមកពូព្រីងលែងហ៊ានបៀតបៀនជីវិតសត្វតទៅទៀត